បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំចង់ចែកចាយអំពីរបៀបឆែករក comment របស់យើងនៅពេលដែលយើង comment ទៅលើអ្នកណាម្នាក់នៅក្នុង Facebook អញ្ចឹងនៅពេលដែលយើង comment ទៅលើអ្នកណាមួយដែលបាន post នៅក្នុង Facebook ពេលខ្លះយើងចង់ទៅរក comment នឹងវិញរកអត់ឃើញទេអញ្ចឹងដើម្បីរក comment នឹងឃើញដើម្បីរក comment ឃើញឥឡូវខ្ញុំឧទាហរណ៍មួយសិនបងប្អូនឆាប់យល់ខ្ញុំបាន Facebook អញ្ចឹង page នេះមួយនេះ page កូនមន់មាសតែមានកូនមន់មាសហ្នឹងខ្ញុំ comment ទៅលើគាត់ខ្ញុំដាក់រូបបេះដូងមួយចឹងទៅសាកដាក់រូបបេះដូងមួយគឺខ្ញុំសាកមួយនេះឲ្យមេដៃអូខេខ្ញុំឲ្យមេដៃទៅមួយអញ្ចឹងដើម្បីរក comment ដើម្បីរកថាតើយើង comment ទៅលើ page នឹងម្ដងទៀតយើងចង់រកវាថាយើងត្រូវធ្វើម៉េចបាត់ហើយឥឡូវយើងចង់រក comment នឹងអញ្ចឹងយើងរកឃើញទេបាត់ហើយអញ្ចឹងបងប្អូនដើម្បីរក comment នឹងឃើញយើងចូលទៅកាន់ setting ចូលទៅកាន់ setting តមកទៀតយកពាក្យថា setting នេះ setting តមកទៀតយើងយកពាក្យ activity log នេះបង activity log នេះ select លើវាមកគ្រប់តមកទៀតយើងទាញខាងក្រោមទាញវាមកយើងរកពាក្យថាយក comment នេះបងពីយក comment ចុចលើវាមកអញ្ចឹងយើងឃើញនេះបងប្អូននេះ comment របស់ខ្ញុំឲ្យមេដៃមិញទៅលើ page មួយដែលមានឈ្មោះថាកូនមន់មាសអញ្ចឹងយើងចុចលើមកនេះបងប្អូននេះយើងឃើញ comment របស់យើងអូខេងាយស្រួលមែនតើបងប្អូនអញ្ចឹងនេះអញ្ចឹងនេះគឺជារបៀបដែលយើងចង់ស្វែងរក comment របស់យើងនៅក្នុង Facebook បាទអញ្ចឹងមេរៀនបាទអញ្ចឹងមេរៀននេះមានតែប៉ុណ្្នឹងសូមអរគុណជម្រាបលា